ខ្ញុំបាននាំម្ដាយខ្ញុំមករកអ្នកហើយជួបជុំជាមួយអ្នកវិញហើយអូយនេះជាផ្ទះរបស់ប៉ាផ្ទះមួយដែលមិនមានសំណាងសោះឬខ្ញុំគួរត្រឡប់ទៅលើភ្នំវិញហើយដោះស្រាយវាមិនអីទេលោកគ្រូខ្ញុំបានទទួលមរណភាពដោយសារជំងឺកាលពី1ខែមុនខ្ញុំបានរកឃើញមនុស្សម្នាក់នៅមាត់ស្រះការកណ្ដាលរហ័សបានបង្ហាញថាតាមពិតទៅវាគឺជាម្ដាយរបស់ខ្ញុំផ្ទាល់ម៉ាក់បាននិយាយថាប្រជាជននៅក្នុងរាជធានីមានរណសង្គ្រាមព្រះអង្គម្ចាស់ជីនគឺជាព្រះបិតារបស់ខ្ញុំឪពុកដូច្នេះខ្ញុំដាក់ម្ដាយខ្ញុំក្នុងកញ្ឆានៅក្នុងកាបូបខ្ញុំបានអូសគ្រឿងសង្ហារឹមផ្ទះរបស់ខ្ញុំទាំងអស់ខ្ញុំបានមកกับឪពុករបស់ខ្ញុំជាមួយម្ដាយរបស់ខ្ញុំលោកគ្រូបានមានប្រសាសន៍ថាអ្វីទាំងអស់ក្នុងលោកនេះគឺត្រូវបានរាប់ចុះភ្លេចវាចោលទៅប៉ានឹងរាប់ម្ដងទៀតសូម្បីតែសំណាងអាក្រក់ក៏ជាផ្នែកមួយនៃគ្រួសាររបស់អ្នកដែរទារកមានអាយុ3ឆ្នាំនិង8ខែពេលអ្នកធំឡើងអ្នកត្រូវតែរៀនការពាររឿងនេះផ្ទះបានរកឃើញវាហើយវាគឺជាត្រីទន្សាយចាស់ដែលកំពុងរត់កណ្ដឹងមែនហើយខ្ញុំបានប្រើវាលើកូនខ្ញុំពីមុនលោកគ្រូបានគូដៃនឹងជើងចាស់របស់គាត់វាដំណើរការល្អណាស់ប៉ាបើកទ្វារឲ្យលឿនណាកូនម៉ាក់ត្រឡប់មកវិញហើយព្រះមហាក្សត្រឲ្យមានក្មេងម្នាក់នៅខាងក្រៅទ្វារគាត់ស្រែកហៅពួកគាត់ឲ្យបើកទ្វារដោយនិយាយថាគាត់បានត្រឡប់មកវិញហើយអ្នកណាមិនដឹងថាកូនប្រុសខ្ញុំជាទីសក្ការៈបូជាអែមវូជាកន្លែងដែលសង្គ្រាមបានប្រយុទ្ធជាកន្លែងដែរស្ថានភាពបច្ចុប្បន្ននៃលំនៅឋានរបស់ព្រះអង្គម្ចាស់ជីនតើអ្នកណានឹងនៅតែប្រញាប់ប្រញាល់ទាមទារសាច់ញាតិចេញទៅក្រៅទៅកុំរំខានកូនប្រុសខ្ញុំអីតើពួកគេនៅណាសួស្ដីទារកមកដល់ហើយតើក្មេងនេះមានអាយុ3ឆ្នាំទេព្រះអង្គម្ចាស់របស់យើងគឺជាព្រះនៃសង្គ្រាមមនុស្សដែលគេហៅថាក្រុមកុមាររាត្រីតើធ្វើដូចម្ដេចទើបអាចមានកូនដ៏គួរឲ្យស្រឡាញ់បែបនេះជាចាអ្វីក្មេងនៃសាសនាតើអ្នកគួរតែចាក់ចិត្តឥឡូវនៅរាជវាំងរបស់យើងតែម្ដាយខ្ញុំបាននិយាយថារាជធានីមានគ្រោះថ្នាក់ខ្លាំងព្រះអង្គម្ចាស់នៃចិនដែលរងរបួសគឺឪពុករបស់ខ្ញុំឪពុកអាចារ្យសាសនាតើតូចតើម្ដាយរបស់អ្នកនេះប្រហែលជាមិនមែនជាក្មេងកំព្រាទេគ្រាន់តែជាអកុសលវិមានរបស់ព្រះអង្គម្ចាស់ជីននៅលើនេះដោយសារកាលៈទេសៈបែបនេះយើងពិតជាមិនអាចមានអីគេឲ្យអ្នកចូលជាមនុស្សល្អណាស់មនុស្សមានរឿងអ្វីកើតឡើងជាងដែលរងរបួសរបស់ខ្ញុំមានអារម្មណ៍ទៅជាក់ទៀតទេនេះសីតុណ្ហភាពស្រាប់តែក្តៅចម្លែកទៅឆ្ងាយទៅបើមិនដូច្នោះទេអ្នកនឹងរំខានព្រះអង្គម្ចាស់ត្រីនឹងមិនទុកឲ្យរឿងនេះកន្លងផុតទៅឡើយប្រពន្ធដែលមានចរិតមិនល្អអាចនឹងមិនអាចទុកចិត្តបានវាជាសាកសពេញលេងមួយហ៊ានជេរប្រមាថស្ដេចយើងម្លេះចេញទៅលោកឆ្មាំឲ្យចូលចាប់គាត់ឲ្យលឿនតើអ្នកណាហ៊ានឈ្លានពានចូលទៅក្នុងព្រះបរមរាជវាំងលែងខ្ញុំទៅខ្ញុំត្រូវជួយសង្គ្រោះឪពុកខ្ញុំគាត់នឹងស្លាប់ហេតុអ្វីក្មេងនេះខ្លាំងម្លេះហើយគ្រូពេទ្យអធិរាជជំឲ្យលឿនព្រះអង្គម្ចាស់កំពុងក្អួតវាកំពុងហូរឈាមគាត់ហៀបនឹងស្លាប់ហើយលែងខ្ញុំទៅបើមិនដូច្នោះទេប៉ានឹងស្លាប់វាគួរឲ្យរន្ធត់ណាស់នេះជារឿងហួសហេតុណាស់ឆ្មាំឲ្យយកគាត់ទៅឆ្ងាយទៅអូពួកគេចេញហើយវាពួកគេដោយដំបងយាយខ្ញុំមកជួបប៉ាហើយចាំបន្តិចមុខនេះវាស្រដៀងនឹងមុខរបស់យាលកាលនាងនៅក្មេងពេលវេលាគឺស្រដៀងគ្នាខ្លាំងណាស់ក្មេងឲ្យកូនអាយុប៉ុន្មានហើយម្ដាយកូននៅឯណាម្ដាយខ្ញុំនៅក្នុងថង់ក្រណាត់នៅខាងក្រៅនៅខាងក្នុងយាយឲ្យអ្នកអាចឲ្យរបស់ធំរបស់យូប៉ាបានតើយើងគួរយកថង់ក្រណាត់មកទេមានអ្វីមួយនៅខាងក្នុងដែលអាចជួយសង្គ្រោះប៉ាបានអូប៉ាលឿនរើកាបូបនៅមាត់ទ្វារឲ្យលឿនយកវាមកបាត់ចាស់សោះកូនឲ្យបើកូនប្រុសរបស់ខ្ញុំពិតជាឪពុករបស់កូនមែនអ្នកបានមកជួបគាត់ជាលើកចុងក្រោយប៉ាយាយឲ្យជើងប៉ាខ្មៅហើយតើអ្នកខ្វល់ពីអ្វីគាត់កំពុងស៊ីឪពុករបស់គាត់គេនិយាយថាភ្នែករបស់កុមារគឺបរិសុទ្ធតើវាអាចថាគាត់បានឃើញអ្វីមួយគាត់ទេគឺបានសន្លប់បន្ទាប់ពីត្រូវបានបំពុល5កុមារដែលត្រូវបានចិញ្ចឹមម្នាក់បានរងទុក្ខវេទនាតើវាអាចថាខ្ញុំពិតជាបានបំពេញលើបម្រើមួយចំនួនមែនទេគាត់យាយឲ្យសូមដាក់យូប៉ាវចុះឲ្យលឿនអូយយូប៉ាវឲ្យប្រយ័ត្នខ្លួនណាកម្លាំងលើសមនុស្សមើលចុះយាយនោះជាអ្វីដែលគាត់កំពុងញ៉ាំឪពុកតើនេះជាបច្ចេកទេសសម្រាប់ទៀងទាត់ឋានៈដ៏ទេវភាពមែនទេតារាងកំណើតនេះពិតជារបស់ព្រះមហាក្សត្រនេះមាននរណាម្នាក់ចង់សម្លាប់វិមានរបស់ព្រះអង្គម្ចាស់ចិនរបស់យើងយាយលីសូមទៅមុខឲ្យលឿនមកព្រះករុណានេះជាមេធ្មប់ពី20ឆ្នាំមុនគ្រោះមហន្តរាយរបស់គេវាគឺយូប៉ាវនៅក្នុងភួយវាត្រូវបានគេរកឃើញនៅខាងក្នុងវាឲ្យលឿនហើយកុំបង្កើតសម្លេងព្រះមហាក្សត្រឲ្យប្រជាជនពីគេហៅថានាយករដ្ឋមន្ត្រីបានមកដល់ហើយពួកគេនិយាយថាមាននរណាម្នាក់នៅក្នុងវិមានព្រះអភិសិទ្ធបានធ្វើបាបវិធីសាស្ត្រអ្វីលឿនឡើងឲ្យអ្នកណាម្នាក់បញ្ឈប់ពួកគេកូនឲ្យកូននៅទីនេះហើយមើលថែពុករបស់កូនទៅយាយលីសម្លឹងមើលចង្ក្រានធ្យូងដែលកំពុងធ្វើការវាត្រូវតែឆេះទាំងស្រុងហេតុអ្វីបានជាវាមិនអាចឆេះបានយាយក្លិនខ្មៅក្រាស់ណាស់វាមិនឆេះទេតាក់កញ្ញាតូចកុំរើអីប្រយ័ត្នខ្លួនណាណៃគ្រួសារនេះនៅតែពឹងផ្អែកលើខ្ញុំនារីវ័យក្មេងគឺជាមហាក្សត្រីរបស់យើងកាយសំណាងតូចរបស់គ្រួសារលោកគ្រូបានមានប្រសាសន៍ថាយូប៉ាគឺជាគ្រឿងពាក់សំណាងមែនហើយកញ្ញាគឺជីនត្រីកាប់មកចុះទុកឲ្យអ្នកបម្រើចាស់នេះដោះស្រាយជាមួយស្ដេចជាមុនស្រែនឹងភួយរបស់ជីតាសូមអង្គុយចុះយាយយូប៉ាមានដំណោះស្រាយមួយខ្ញុំបានឮថាព្រះអង្គម្ចាស់ជីននឹងបះបោរផ្ទះរបស់ពួកគេត្រូវបានវាឆ្មក់តើយើងគួរធ្វើអ្វីសៀវជីគឺថ្ងៃនេះជាថ្ងៃស្លាប់របស់អ្នកនរណាម្នាក់ស្វែងរកខ្ញុំ
ខ្ញុំចង់ឃើញថានរណាហ៊ានធ្វើបែបនោះកូននិងចៅរបស់គាត់ស្ទើរតែទាំងអស់បានស្លាប់ទៅហើយស្ត្រីចំណាស់ម្នាក់តើនាងហ៊ានបញ្ឈប់ខ្ញុំដោយរបៀបណា